បាទសូមជម្រាបសួរបងប្អូនទាំងគ្នាបាទជួបគ្នាម្ដងទៀតហើយបាទថ្ងៃនេះខ្ញុំបានបង្ហាញពីរបៀបនៃការឆ្លាក់អក្សរទម្រង់មូលបែប 3D ទៀតហើយបាទក៏ប៉ុន្តែលើកនេះគឺកាច់ម៉ូដកាច់ style បន្តិចហ្នឹងហើយបាទអត់ត្រង់ពេកទេបាទយើងកាច់ម៉ូដមានកវិសបាទតាមចុងបិចចុងខ្មៅដៃរបស់យើងអញ្ចឹងណាតាមនឹកឃើញបាទជាក់ស្ដែងសិល្បៈនៃការឆ្លាក់អក្សរអញ្ចឹងណាបាទហើយនេះខ្ញុំជ្រើសយកពាក្យនៃខេត្តមួយគឺពាក្យថាសៀមរាបសៀមរាបគឺជាឈ្មោះរបស់ខេត្តមួយនៅក្នុងប្រទេសជាតិកម្ពុជារបស់យើងបាទជាខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍បាទទាំងជាតិនិងអន្តរជាតិបាទហើយលើពីនេះទៅទៀតដោយសារតែនៅក្នុងខេត្តហ្នឹងគឺមានប្រាសាទអង្គរវត្តបាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរបាទអញ្ចឹងទៅធ្វើឲ្យខេត្តហ្នឹងគឺបាទមានសក្តានុពលមែនទែនផ្នែកទេសចរណ៍បាទអរគុណតោះឥឡូវក៏លេខមើលពីរបៀបនៃការឆ្លាក់អក្សររបស់យើងវិញបាទតម្រង់អក្សរមូលនេះបាទអញ្ចឹងធ្លាប់បានបង្ហាញលើកមុនដែរបាទមិនពិបាកទេឲ្យតែយើងអាសាឆ្លាក់ណាបាទឆ្លាក់លេងនៅផ្ទះពេលតនេពេលអបសុកអញ្ចឹងទៅណាបាទបំបត្តិការអបសុកអញ្ចឹងដែរបាទអញ្ចឹងអានេះគឺខ្ញុំអត់ឆ្លាក់តាមបន្ទាត់សភៅទេខ្ញុំគូសប្រឆិតដែរមកបាទយើងគូសអញ្ចឹងមកដើម្បីឲ្យយើងឆ្លាក់អក្សរមើលទៅទំហំប៉ុនគ្នាសក់អីបាទវាស្មើគ្នាបាទកលេសមើលទៅវាស្អាតបាទបើកាលណាអាសក់អត់ស្មើគ្នាទេអញ្ចឹងអាកពុះអក្សរក៏អត់ប៉ុនគ្នាអញ្ចឹងវាតាមតែការស្មានជួនកាលវាអាចលៀងអញ្ចឹងណាបាទអញ្ចឹងបើយើងគូសបន្ទាត់អញ្ចឹងទៅវាគ្រាន់ដែរបាទអញ្ចឹងបន្ទាប់ពីយើងស្នាមខ្មៅដៃមកគឺយើងគូសប៊ិចខ្មៅជាប្រភេទប៊ិចហ្វឺតបាទប៊ិចខ្មៅបន្ទាប់ពីប៊ិចខ្មៅមកហើយហ្នឹងនេះគឺជា frame វាបាទជាស៊ុំវាបាទខ្ញុំគូសជាស៊ុំអញ្ចឹងតែម្ដងបាទជាស៊ុំជុំវិញអក្សរហ្នឹងតែម្ដងណាបាទនេះយើងគូបែបអញ្ចឹងមកបាទសូមអាហ្នឹងគឺជុំវិញអញ្ចឹងមកបាទចន្លោះវាស្មើគ្នាអញ្ចឹងមកបាទបានស្អាតបាទយើងគូជាស៊ុំអញ្ចឹងមកបន្ទាប់មកបានចាំយើងគូស្រមោល 3D បាទគូស្រមោល 3D ណានេះបាទយើងប្រឆិតអញ្ចឹងមកជាលក្ខណៈ 3D ហ្នឹងបាទអាហ្នឹងជាកម្រាស់អក្សរជាកម្រាស់អក្សរបាទយើងគូខ្មៅដៃកុំឲ្យជៀសវាងខុសលៀងនៃតិចយើងអាចលុបបានបាទអត់ទាន់គូប៊ិចខ្មៅទេបាទយើងស្នាមខ្មៅដៃអញ្ចឹងសិនមកណាបាទនិយាយមែនតើទៅតាមពិតអាគូសបែបកម្រាស់អក្សរនេះបាទគឺខ្ញុំសារភាពតែខ្លួនឯងនៅមានកម្រិតបន្តិចបាទប៉ុន្តែដោយសារតែបានឆ្លាក់អក្សរជាប្រចាំអញ្ចឹងទៅគឺបាទបានន័យថាយើងកាន់តែច្បាស់ម្ដងតិចបាទកន្លែងខុសយើងអាចកែបានបាទឆ្លាក់លើកទី1ខុសលើកទី2យើងអាចកែលើកទី2នៅស្ទើរលើកទី3យើងអាចកែបានទៀតអញ្ចឹងណាបាទអញ្ចឹងចំពោះការឆ្លាក់នេះដែលបងប្អូនកំពុងមើលនេះក៏នៅមានកម្រិតបានន័យថានៅមានចំណុចខ្វះខាតច្រើនបាទក៏ប៉ុន្តែនេះជាអ្វីដែលខ្ញុំមកចែករំលែកជាបទពិសោធន៍ផ្ទាល់ណាបាទជាបទពិសោធន៍ផ្ទាល់អញ្ចឹងទៅយើងសមត្ថភាពយើងពេលហ្នឹងគឺបានប៉ុណ្ណឹងលទ្ធភាពយើងឆ្លាក់បានប៉ុណ្ណឹងបាទស្អាតបានត្រឹមប៉ុណ្ណឹងបាទអត់និយាយថាស្អាតជាងគេអត់ទេបងប្អូននេះឆ្លាក់ស្អាតច្រើនណាស់បាទឆ្លាក់ស្អាតច្រើនណាស់បាទអញ្ចឹងបន្ទាប់ពីយើងគូស្រមោល 3D បាទជាកម្រាស់អក្សរហ្នឹងមកបាទយើងយកខ្មៅដៃបាទប្រភេទ 7B ឬក៏ 6B អីក៏បានដែរបាទប៉ុន្តែអាហ្នឹងគឺយើងខ្មៅកាន់តែខ្លាំងកាន់តែល្អបាទបង្ហាញថាជាវិជាស្រមោលអញ្ចឹងណាបាទអញ្ចឹងយើងបស៊ីវាអញ្ចឹងមកបាទគ្រប់ជ្រុងទាំងអស់មើលកុំឲ្យចន្លោះខ្វះខាតពេលខ្លះបាទឆ្លាក់ឲ្យហើយអញ្ចឹងហើយបានកលេចមើលភ្លេចកន្លែងនេះបាទអញ្ចឹងធម្មតានៃការងារមួយដែលយើងធ្វើហើយយើងត្រូវផ្ទៀងផ្ទាត់ឡើងវិញបើយើងអត់បានផ្ទៀងផ្ទាត់ទេយើងអត់ឃើញចំណុចខុសចំណុចខ្វះខាតរបស់យើងទេបាទអញ្ចឹងយើងត្រូវផ្ទៀងផ្ទាត់ដល់ពេលផ្ទៀងផ្ទាត់ទៅយើងឃើញកន្លែងណាខ្វះយើងប៉ះបើទៅហើយបាទនេះអាកន្លែងស្នាមខ្មៅខ្លាំងនេះខ្ញុំគូសនេះដោយសារវាខុសបាទវាមិនខុសទេគ្រាន់តែថាវាអត់សូវស្អាតអញ្ចឹងទៅយើងកែឲ្យវាស្អាតឡើងវិញមកបាទហេងឃើញស្នាមដិតខ្មៅជាងគេនេះកន្លែងជើងស្រៈអ៊ីធំណាបាទអញ្ចឹងតាមពិតទៅគឺនៅមានកម្រិតខ្លាំងមែនទែនបាទគ្រាន់តែថានេះចង់បង្ហាញថាជាអ្វីដែលជាសមត្ថភាពរបស់យើងបាទហើយនឹងការអាប់ដេតការ develop បាទការអភិវឌ្ឍនៅទឹកដៃរបស់យើងណាពីវីដេអូមួយទៅវីដេអូមួយបាទខ្ញុំក៏មានអារម្មណ៍ថាខ្លួនឯងគឺអភិវឌ្ឍទឹកដៃខ្លួនឯងម្ដងតិចដែរបាទបើថាយើងធ្លាប់ឆ្លាក់ពីមុនច្រើនឆ្នាំណាស់មកហើយប៉ុន្តែយើងបានបោះបង់ចោលយូរឆ្នាំដែរណាបាទនិយាយទៅទុំ10 20ឆ្នាំហើយបាទខានឆ្លាក់មិនដែរឆ្លាក់ទេអត់ដែរទេបាទទៅតែឥឡូវនេះទេគឺចង់បង្ហាញពីជាលក្ខណៈជាទេពកោសល្យរបស់យើងផងជាបទពិសោធន៍នៃការឆ្លាក់អក្សរផងអញ្ចឹងទៅសម្រាប់អ្នកដែលគាត់ស្រឡាញ់សិល្បៈនៃការឆ្លាក់អក្សរគាត់អាចមើលតាមបានរៀនឆ្លាក់តាមបានប៉ុន្តែមិនមែនតែឆ្លាក់ឲ្យដូចទេណាបាទឆ្លាក់ទៅយើងឆ្នៃបែបយើងស្អាតបែបយើងបាទសូមចាំថាយើងអត់អាចនិយាយថាយើងស្អាតជាងគេបានទេ
no nothing is perfect ណាគឺអត់មានន័យថា perfect ទេប៉ុន្តែសំខាន់គេស្អាតបែបគេយើងស្អាតបែបយើងគឺចង់និយាយអញ្ចឹងណាបាទយើងមិនអាចដូចគេប៉ុន្តែគេក៏មិនអាចដូចយើងដែរបាទគ្រាន់ថាពេលខ្លះគេល្អជាងយើងតែប៉ុណ្្នឹងដែរហ្នឹងហើយគេមានឱកាសមុនយើងគេមានឈ្មោះបោះសម្លេងជាងយើងណាបាទដូចច្រៀងបទចម្រៀងមួយបទអញ្ចឹងបាទមិនបើយើងធ្វើមិនដូចអ្នកចម្រៀងទេតែអ្នកចម្រៀងក៏ធ្វើមិនដូចយើងដែរបាទគ្រាន់តែអ្នកចម្រៀងគេល្បីជាងយើងណាហ្នឹងហើយអញ្ចឹងណាបាទហើយគាត់តែនិយាយលេងទេឥឡូវយើងក៏លេងមើលពីសមោលរបស់យើងវិញបាទបន្ទាប់ពីយើងផាត់សមោល 3D នេះហើយបាទជាកាមេរ៉ាអសណាតើមកយើងផាត់ជាសមោលវានេះខាងក្រោមនេះបាទសមោលបាទជាសមោលឲ្យមើលទៅបានន័យថាវាជះរៀងសង្ខារនៃអសឆ្លាក់របស់យើងតែម្ដងណាបាទបើយើងអត់ជះសមោលទេមានអារម្មណ៍ថាដូចរៀងគោកបាទដូចគោកអញ្ចឹងវាអត់សូវ smooth បាទនេះជះសមោលអញ្ចឹងទៅយើងមានអារម្មណ៍ថាបាទអសហ្នឹងវាលោតទីមកបាទអាហ្នឹងសិល្បៈនិយាយថាមួយទីគេថា illusion បាទដូចរូបភាពប្រព័ន្ធភ្នែកអញ្ចឹងបាទ illusion អរគុណបាទអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាបងប្អូននឹងចូលចិត្តបាទហើយពេលទន្លេបាទអាចរៀនឆ្លាក់បានបាទរៀនឆ្លាក់បានបាទឆ្លាញ់ដល់ហេតុតែយើងអាសាឆ្លាក់បាទអាសាសរសេរបាទវាស្អាតបាទកបិតអាសាសលៀងបាទវាងត់បាទអរគុណជួបគ្នានៅវីដេអូក្រោយ